Hello អ្នកនរគ្នាខ្ញុំគឺខំបែរត្រឡប់មកវិញហើយវីដេអូនេះដែរគឺខ្ញុំយកប្រភេទមូរៀមយកមកសម្រាយឲ្យអ្នកនរគ្នាចំណែកចំណងជើងអានខ្លួនឯងទៅប៉ុន្តែចំណែកចំណងជើងភាសាខ្មែរដែលខ្ញុំបានដោយនេះគឺវិសាចបះបោផ្ដើមសាច់រឿងរបស់យើងគឺចាប់ផ្ដើមនៅចន្លងភ្នំមួយហើយនៅក្រោមចន្លងភ្នំនោះយើងក៏បានឃើញបរិបទមុខម្នាក់កំពុងតែសម្លាប់មនុស្សដែលគាត់គឺជាឃាតករនៃកុលសម្ព័ន្ធល្អឬក៏សម្ព័ន្ធយុត្តិធម៌នៃទេវភាពហើយគាត់នេះគឺមានឈ្មោះថាហានជីនឈុលហើយគាត់បានហៅមនុស្សដែលនៅជុំវិញគាត់នឹងគឺថាពួកអរឯងចូលមកទាំងអស់មកគឺគាត់មិនមានពេលវេលាច្រើននោះទេហើយកាន់មកកាន់មនុស្សប៉ុន្មានអ្នកនេះវិញនៅពេលដែលលើទៅកាន់ឃាតករយើងនិយាយអញ្ចឹងហើយធ្វើឲ្យពួកគេក្តៅខ្លាំងមែនតើអាឃាតករនេះពិតជាក្រអឺតក៏តូមណាស់វយគ្នាយើងឡើងច្រើនខ្លាចអីគឺចូលទៅនេះគឺជាបំណងប្រាថ្នារបស់ឯងទេដែលចង់ងាប់ហើយពួកគេគឺពិតជាមានគ្នាច្រើនខ្លាំងមែនតើលោមកពីខាងក្រោយផងហើយលំពាត់គាត់នេះគឺឡើងចិត្តតែម្ដងប៉ុន្តែមិនមែនជាបញ្ហាទេត្រឹមតែមួយដាវធំរបស់គាត់អាចសម្លាប់មនុស្ស4ទៅ5នាក់ណោះហើយគាត់ក៏បានក្តាប់ដៃជាមួយនឹងដាវរបស់គាត់ឡើងណែនកាប់ត្រឹមតែមួយក្រវៀទៅកាន់មនុស្សម្នាក់តែប៉ុណ្ណោះឡើងដាច់សាច់ជា2តែម្ដងគ្រាន់តែការកាប់របស់គាត់នេះគឺបានធ្វើឲ្យមានចំហាយយ៉ាងខ្លាំងទៅកាន់មនុស្សផ្សេងទៀតបន្ទាប់ពីឃើញឃាតករហានជីងឈុននេះសម្លាប់គ្នារបស់វាច្រើនហើយប៉ុន្តែពួកវាក៏មានខ្លះភ័យខ្លាចប៉ុន្តែក៏មានលោកបងវាម្នាក់ផងដែរគឺប្រាប់ថាខ្លាចអីវាមានតែឯងទេពួកយើងចូលទៅដោយគ្មានជំរឿននោះគឺមានតែក្តាប់ដៃជាមួយនឹងដាវឡើងណែនជាមួយនឹងចំហរបស់ខ្លួនដ៏រឹងមាំបានហក់ចូលទៅសម្លាប់ពួកគេដោយបានស្រែកថាពួកអាល្ងងចូលមកងាប់អស់មកឃាតករម្នាក់នេះដើម្បីតែសេរីភាពរបស់ខ្លួនឯងទោះបីសម្លាប់ពួកគេទាំងអស់ក៏ខ្លួនហ៊ានធ្វើដែរត្រឹមតែមួយស្នៀតរបស់គាត់ពិតជាសាហាវខូខើខ្លាំងមែនតើមួយដាវដាច់មនុស្សជា2មនុស្សនៅសល់បានឃើញថានេះគឺជាអាការរបស់ខ្លួនដែលត្រូវចាត់ទៅកាន់ឃាតករនោះនៅពីខាងក្រោយខ្នងប៉ុន្តែបន្ទាប់ពីចាក់ហើយធ្វើឲ្យពួកគេនេះគឺស្រឡាងកាំងខ្លាំងមែនតើវាគ្មានផ្លូវទេអ្វីដែលយើងបានឃើញនោះគឺឃាតកររបស់យើងបែរជាជន់លើដាវរបស់ពួកក្រុមទាំងនោះឡើងសង្ហាតែម្ដងហើយយើងក៏បានឃើញថាគាត់នេះបានប្រើកម្លាំងរបស់ខ្លួនក្តាប់ដាវនៅឡើងខ្លាំងហើយជន់ទៅខាងលើតែម្ដងដែលមានកម្លាំងបន្ទុកខ្លាំងមែនតើហើយមនុស្សទាំងអស់នេះខ្ញុំសូមហៅថាជាមនុស្សសម្ព័ន្ធអាក្រក់តចោនៅពេលដែលមនុស្សសម្ព័ន្ធអាក្រក់នេះបានឃើញថាឃាតករម្នាក់នោះមានកម្លាំងខ្លាំងបែបនេះតើនេះមែនទេគឺជាអំណាចពិតនៃលោកម្ចាស់ទាំង10ដែលជាស្ដេចឃាតករខ្លាំងជាងគេក្នុងលោកស្ដេចឃាតករហានជីងឈុលឃាតករហានជីងឈុលក៏បានចំវិញជាមួយនឹងកម្លាំងដ៏ខ្លាំងរបស់គាត់ពោពេញទៅដោយបន្ទុះតែម្ដងមកដល់ដីយើងបានឃើញថាកម្លាំងដែលធ្លាក់មកនេះពិតជាខ្លាំងមែនតើដែលធ្វើឲ្យមនុស្សជុំវិញនោះគឺបានស្លាប់ជាមួយនឹងដីគឺឡើងប្រែប៉ុន្តែមើលទៅគាត់ក៏ហត់អស់កម្លាំងផងដែរជាមួយនឹងមនុស្សជាច្រើនដែលរបស់គាត់គឺឡើងញ័រសឹងតែកាន់ដាវលេងជាប់ទៅហើយឃាតករហានជីងឈុលគិតថាវាចប់ហើយប៉ុន្តែគ្រប់យ៉ាងគឺមិនដូចគាត់គិតទេមនុស្សទាំងអស់នោះគឺមកកាន់តែច្រើនដែលមនុស្សសម្ព័ន្ធអាក្រក់ទាំងអស់នេះឃើញថាឃាតករហានជីងឈុលរបស់យើងអស់កម្លាំងដល់ដែនកំណត់របស់គាត់ទៅហើយចាំកាលទៀតគឺចូលទៅតែម្ដងមិនខ្វល់ថាគ្នាឯងនេះគឺត្រូវងាប់រស់ទេស្ដេចឃាតករហានជីងឈុលឃើញថាមនុស្សសម្ព័ន្ធអាក្រក់នេះនៅតែបន្តចូលចឹងធ្វើឲ្យគាត់នេះគឺស្រែកជេរពួកនេះពិតជាឈួតមែនមិនខ្លាចងាប់ស្ទល់សោះប៉ុន្តែជាយ៉ាងណាក៏ដោយគាត់ក៏បានដកដាវចេញជាមួយនឹងកំណាបរបស់គាត់ថាខ្ញុំនឹងតស៊ូជាមួយនឹងដាវរបស់ខ្ញុំរហូតដល់វាបាក់ផ្លូវរបស់ខ្ញុំនៅវែងឆ្ងាយទៀតទោះបីសេចក្តីសាបបានរងចាំខ្ញុំក៏ដោយក៏ខ្ញុំមិនបោះបង់ដែរខ្ញុំត្រូវតែបន្តទៅមុខទៀតជាមួយអោរ៉ាដែលបានបញ្ចេញមកតាមខ្សែភ្នែកយើងក៏បានឃើញមនុស្សមកអំពីក៏សម្ព័ន្ធអាក្រក់ពួកគេក៏នឹងឃើញអោរ៉ានៃភ្លាមមួយគឺឡើងភ័យហើយទៅមើលជាមួយនឹងស្ដេចឃាតករហានជីងឈុលរបស់យើងជាមួយនឹងខ្សែភ្នែកក្រហមប្រសិនបើពួកឯងនេះមិនចាចេញពីផ្លូវយើងទៅហើយគឺមានតែជំរឿចុងក្រោយយើងក៏បានឃើញឥទ្ធិពលឡើងខ្លាំងបានសាយភាយទៅកាន់មនុស្សគ្រប់គ្នាធ្វើឲ្យពួកគេនេះស្រែកតែភាពឈឺចាប់កាន់មកក្រោមពន្លឺព្រះច័ន្ទដ៏ត្រជាក់ត្រចង់តែពោពេញទៅដោយសម្លេងស្រែកនៃភាពការឈឺចាប់ក៏មានកំណាព្យមួយពោលឡើងថាតើអ្នកដឹងទេហាជីងឈុនទោះបីអ្នកខំប្រឹងតស៊ូដើម្បីយកសេរីភាពអ្នកក៏ដោយប៉ុន្តែអ្នកនៅតែមានឈ្មោះថាជាស្ដេចឃាតករអ្នកនៅតែជាស្ដេចឃាតករដែលយើងមិនយល់ពីអត្ថន័យមួយនេះទេយើងក៏បានឃើញនៅស្ដេចឃាតកររបស់យើងបានអូសដាវពោពេញទៅដោយឈាមចាក់ចេញពីទីកន្លែងមួយនេះប៉ុន្តែមនុស្សទាំងអស់នោះដែលត្រូវបានស្លាប់មនុស្សខ្លះគឺខំប្រឹងធ្វើការដើម្បីតែចិញ្ចឹមគ្រួសារពួកគេគឺគ្មានជំរើសទេហើយការចាក់ចែងរបស់ស្ដេចឃាតករនៅខាងក្រោយខ្នងរបស់គាត់ពោពេញទៅដោយឈាមជាមួយនឹងសារសំមនុស្សជាច្រើនរាប់មិនអស់ហើយពេលនេះយើងក៏បានឃើញស្ដេចឃាតករគាត់ពិតជាអស់កម្លាំងខ្លាំង
ខ្លាំងមែនតើជាមួយនឹងរបួសព្រួញគាត់ចុងក្រោយក៏បានដកព្រួយនោះចេញមកខាងក្រៅប៉ុន្តែកម្លាំងរបស់គាត់គឺសឹងតែលែងមានពីខ្លួនទៅហើយប៉ុន្តែគាត់ត្រូវតែមានជីវិតរស់រានបន្តហើយគាត់ពិតជាខឹងស្អប់ទៅកាន់កុលសម្ព័ន្ធល្អខ្លាំងមែនតើព្រោះខ្លួនខំធ្វើជាឆ្កែបំរើកាន់ពួកវាសឹងតែពេញមួយជីវិតតែអ្វីដែលទទួលបានត្រឡប់មកវិញនោះវាមើលចុះវាពិតជាអយុត្តិធម៌ចំពោះអញខ្លាំងមែនតើយើងក៏បានឃើញថាស្ដេចឃាតករគ្រាន់តែជាបរិសុទ្ធវ័យចំណាស់មួយតែប៉ុណ្ណោះកំពុងតែជួតឈាមជ័យនឹងក៏បានលើសម្រែកមួយថាតាមចាប់វាបានសម្លាប់វាก่อนแต่เลือกแบบนั้นเพลียมคือสระเวสระว่าดำใบรถจักรจีนพิธีนี้หลังเลื่อนแต่มาดองตู้ใบขลุ่นในหรือบวกคลางอย่างน่าก็ได้ปันแต่โปเกคือตามจุดดอกขลุ่นในไฮสไลด์แค่ก็กับบานกระแทในครั้งมุกคือเมียนเนื้อต้มและขลุ่นบอกขลุ่นมวยที่นู้คือเมียนธนามตับหนึ่งธนามเชียบามวยจุ่มนวดขลุ่นหนึ่งโจตัวและขลุ่นที่นู้ดำใบเชียบานำสดากำลังขลุ่นตลอดมาเว้นสไลด์แค่ก็คือคอมปรังรถคลางเหมือนตันให้คือโปเกนี่คือตามประกาศประกายจุ่มนั่งสไลด์แค่ก็นะแต่สไลด์แค่ก็ยังคือออกกำลังรถตะมุกเลยโดยแต่ให้คือสไลด์แค่ก็นี่อ่านหนังสลับมุนនឹងត្រូវគេសម្លាប់ទៀតដោយសារតែស្ដេចឃាតកររបស់យើងនេះគឺគ្មានកម្លាំងរត់ទៅមុខទៀតទេដោយសារតែដាច់អាហារគាត់នេះដាច់អាហារឡើងពី3សប្តាហ៍ទៅហើយដែលគេនេះដេញតាមសម្លាប់គឺគាត់មិនឈប់មិនឈរសោះនេះប្រសិនបើជាមនុស្សធម្មតាដាច់បាយតែ4-5ថ្ងៃគឺស្លាប់ហើយតែគាត់គឺជាអ្នកហាត់គុនកំពូលមួយផងដែរគឺអាចប្រើកម្លាំងធាតុតទល់នឹងការឃ្លាននេះបានស្ដេចឃាតកររបស់យើងនេះគឺពិតជាឃ្លានខ្លាំងមែនតើដោយគាត់នេះគឺចង់ញ៉ាំនំប៉ាវកំពុងតែសម័យថាចង់ញ៉ាំនំប៉ាវនឹងស្រាប់តែមានស្រមោលមួយធ្វើឲ្យគាត់នេះគឺកិច្ចសឹងតែមិនតន់នោះទេដោយការវាប្រហារនេះពិតជាខ្លាំងក្លាមែនតើជាមួយនឹងបន្ទុះដាច់ភ្នំជាពីរតែម្ដងធ្វើឲ្យស្ដេចឃាតកររបស់យើងនេះគឺមិននឹកស្មានថាខ្លួននេះគឺជាស្ដេចឃាតករមួយទាំងមូលប៉ុន្តែมันអាចកត់សម្គាល់នៅដង្ហើមរបស់ឃាតករគ្នាឯងបានតែពេលនេះគឺកម្រិតណាទៅហើយចំហាយចេញពីឃាតកររបស់យើងបិទមុខនេះពិតជាមិនធម្មតាទេស្ដេចឃាតករហានជីងឈូលក៏នៅឃើញស្នៀតឃាតករគ្នាឯងបានបញ្ចេញមកភ្លាមគឺដឹងថានោះគឺជាស្នៀតអ្វីភ្លាមតែម្ដងដែលឃាតកររបស់យើងគឺបានជាមួយចំហាយដាវដែលធ្វើឲ្យព្រៃទាំងមូលនេះគឺបានដាច់ចេញពីគ្នាធ្វើឲ្យស្ដេចឃាតករយើងក៏សរសើរផងដែរសមត្ថភាពរបស់ឯនេះគឺមិនអន់ទេប៉ុន្តែយើងក៏បានឃើញថាទុកមួយរបស់ឃាតកររបស់យើងគឺបញ្ញាបត្រខ្លាំងមែនតើដោយសារតែស្ដេចឃាតកររបស់យើងគឺមិនកើតអីនោះទេហើយស្ដេចឃាតកររបស់យើងគឺបានកើតអីថាឃាតករនេះប្រហែលមកពីភូមិភាគកណ្ដាលភាគខាងត្បូងស្ដេចឃាតកររបស់យើងគឺចាប់ផ្ដើមនិយាយឲ្យថានេះប្រហែលជាការស្លាប់របស់ព្រះមហាក្សត្រនេះហើយគឺជាហេតុផលដែលពួកកុលសម្ព័ន្ធល្អគឺតាមប្រមាញ់ខ្ញុំដល់ពេលនេះអញ្ចឹងមានន័យថាខ្ញុំបាននិយាយច្រឡំហើយថាមនុស្សទាំងអស់នោះគឺមកពីកុលសម្ព័ន្ធអាក្រក់ក៏ពិតនោះគឺជាកុលសម្ព័ន្ធល្អទេដែលតាមប្រមាញ់ស្ដេចឃាតករយើងក៏មិននឹកស្មានថាគេហ៊ានបញ្ជូនសេនាដៃទាំង8នេះមកចាប់ការយើងនោះទេទោះបីឯងសម្រាប់យើងបានទាំងយើងនេះកំពុងតែរបួសជាមួយនឹងគ្មានកម្លាំងប្រយុទ្ធកាឯងក៏មិនអាចជាប់ឈ្មោះខ្លះជាលោកម្ចាស់ទាំង10បានដែរទោះបីជាស្ដេចឃាតករចិត្តស្លាប់ក៏ដោយប៉ុន្តែត្រឹមតែកម្លាំងប៉ុណ្ណេះក៏អាចសម្លាប់ឃាតករកំតិចដូចជាឯងបានដូចគ្នាដែលធ្វើឲ្យឃាតករនោះគឺកាន់តែស្លន់ហើយការប្រយុទ្ធជាមួយអ្នកទាំងពីរនេះក៏បានចាប់ផ្ដើមបន្ទាប់ពីឃាតករទាំងពីរតតាំងជាមួយគ្នាបានមួយស្នៀតចេញមកពួកគេក៏បានមកដល់កន្លែងរៀងខ្លួនប៉ុន្តែយើងក៏បានឃើញថាឃាតករធម្មតារបស់យើងនេះក៏បានក្អួតឈាមហើយក៏បានដួលស្លាប់ចំពោះមុខស្ដេចឃាតកររបស់យើងជ័យជំនះក៏បានទៅលើស្ដេចឃាតករក៏បានរត់ទៅខាងទៅបន្តិចហើយក៏បាននិយាយថាឆាប់ចេញមកមើលឆ្អែតនៅហើយយើងក៏បានឃើញថាអ្នកដែលបានចេញមកនោះគឺមានចំហាយពណ៌កាឈោកចំហាយរបស់គាត់នេះពិតជាសាហាវមែនទែនដែលធ្វើឲ្យរុក្ខជាតិក្បែរនោះក៏អាចស្លាប់បានដែរដែលធ្វើឲ្យស្ដេចឃាតករលាន់មាត់ហើយនាងគឺជាម្ចាស់ស្ត្រីនៃសម្រស់ក៏បាននិយាយទៅកាន់ស្ដេចឃាតករថាខ្ញុំពិតជាមានកិត្តិយសណាស់ដែលលោកនៅចងចាំខ្ញុំដែលវាមានរយៈពេល6ឆ្នាំហើយដែលយើងខានជួបគ្នាមែនទេយូរណាស់ហើយខានជីងឈុលយើងក៏បានឃើញថាសម្រស់របស់ម្ចាស់ស្ត្រីនៃសម្រស់នេះពិតជាស្អាតដូចជាឈ្មោះពិតមែនហើយការមកក្រោមជ្រលងភ្នំសាសពដែលស្ដេចឃាតករយើងបានសម្លាប់ក៏មានមនុស្សមួយក្រុមគឺបានមកពិនិត្យមើលក៏បានកត់សម្គាល់ទៅលើស្នាមខ្លានៅលើអាវរបស់ពួកគេដែលបានស្លាប់នោះក៏មានសេនាម្នាក់បានប្រាប់ថានេះគឺសិតតែជាមនុស្សមកអំពីបន្ទាយឈាមដៃទាំងអស់យើងក៏បានឃើញនៅលោកម្ចាស់ម្នាក់នេះហើយដែលគាត់មកអំពីប៉ាល្អដែលគាត់មានឈ្មោះថាលីយ៉ុងចុងហើយលោកម្ចាស់ម្នាក់នេះក៏បានសរសើរទៅកាន់ស្ដេចឃាតកររបស់យើងថាពិតជាសមត្ថភាពខ្លាំងមែនទែនជាមួយនឹងពួកមនុស្សមកអំពីបន្ទាយឈាមដៃនេះគឺសម្លាប់ចោលទាំងអស់ពិតជាខ្លាំងមែនហើយក៏បានលើកដៃក៏ហៅមនុស្សក្រមអង្គរបស់ខ្លួនបានចេញបញ្ជាថាត្រូវទៅតាមរកទៅកាន់ម្ចាស់ស្ត្រីនៃសម្រស់នាងនៅទីណាស្ដេចឃាតករហានជីងឈុលនៅទីនោះមិនដឹងថាគាត់នេះគឺមានគោលបំណងអ្វីទេហើយភាពរបស់យើងគឺបានចប់ហើយនៅពេលដែលខ្ញុំខានធ្វើវីដេអូយូរទៅគឺខ្ញុំពិតជាឈឺកខ្លាំងមែនតើប៉ុន្តែមិនអីទេនៅរឿង3ទៀតគឺខ្ញុំនៅតែបន្តធ្វើអញ្ចឹងប៉ុន្តែគាត់ថាខ្ញុំសុំធ្វើរឿងនេះសិន